អភិវឌ្ឍវិន័យលើខ្លួនឯងនៅលើលោកនេះចិត្តដែលគ្មានវិន័យប្រៀបដូចជាដែកដែលទុកចោលឲ្យច្រេះស៊ីទោះបីជាវាជាដែកដ៏ល្អយ៉ាងណាក៏មិនអាចកាត់អ្វីបានឡើយវិន័យគឺជាស្ពានចម្លងគោលដៅនិងលទ្ធផលពិតប្រាកដដែលមនុស្សភាគច្រើនតែងមើលរំលងដោយសារតែពួកគេចូលចិត្តពឹងផ្អែកលើគំនិតគិតបណ្ដោះអាសន្នឬការជំរុញទឹកចិត្តមួយគ្រាដែលវាមិនខុសពីពន្លឺផ្លេកបន្ទោលដែលវាភ្លឺហើយក៏រលត់បាត់ទៅវិញឡើយប៉ុន្តែវិន័យគឺជាពន្លឺព្រះអាទិត្យដែលបញ្ចេញថាមពលជារៀងរាល់ថ្ងៃដោយមិនចេះហត់នឿយការគ្រប់គ្រងខ្លួនឯងគឺទៅតាមផែនការទោះបីជាថ្ងៃដែលអ្នកមានអារម្មណ៍ខ្ជិលច្រអូសហត់នឿយឬអស់សង្ឃឹមយ៉ាងណាក៏ដោយគឺជាការដុសខាត់ស្មារតីឲ្យមានអានុភាពវិន័យនឹងបង្រៀនចិត្តរបស់យើងឲ្យដឹងថាចៅហ្វាយនេះពិតប្រាកដគឺជារូបអ្នកមិនមែនជាអារម្មណ៍តែប្រែប្រួលដូចជាខ្យល់បក់ទូទេអ្នកត្រូវដឹងថាវិន័យមិនមែនជាការដាក់ទណ្ឌកម្មលើខ្លួនឯងឡើយតែវាគឺជាការបង្ហាញនូវសេចក្តីស្រឡាញ់និងការផ្ដល់តម្លៃខ្ពស់បំផុតចំពោះអនាគតខ្លួនឯងតាមរយៈការលះបង់សេចក្តីសុខតូចតាចចំពោះមុខដើម្បីទទួលបានភាពជោគជ័យនាថ្ងៃអនាគតភាពខុសគ្នារវាងអ្នកជំនាញនិងអ្នកដែលគ្រាន់តែចង់ចេះគឺស្ថិតនៅលើការអនុវត្តដដែលដោយមានវិន័យខ្ពស់បំផុតព្រោះរាល់ពេលដែលអ្នកជំនះភាពខ្ជិលម្ដងគឺកំពុងតែបន្ថែមភាពមុតស្រួចដល់អាវុធក្នុងចិត្តរបស់អ្នកឲ្យកាន់តែខ្លាំងក្លាជាងនេះចូលឈប់រងចាំតើតែមានអារម្មណ៍ល្អទើបចាប់ផ្ដើមធ្វើការងារតែត្រូវប្រើវិន័យដើម្បីឲ្យអារម្មណ៍ដើរតាមសកម្មភាពរបស់អ្នកវិញវិន័យគឺជាការសម្លាប់ភាពភ័យខ្លាចនិងភាពស្ទាក់ស្ទើរដ៏ខ្លាំងពូកែបំផុតចិត្តដែលមានវិន័យគឺជាចិត្តដែលមានសេរីភាពពិតប្រាកដព្រោះអ្នកលែងជាទេសកលនៃតណ្ហាការចង់បានមួយឆាវទៀតហើយប៉ុន្តែអ្នកគឺជាអ្នកបញ្ជាលើជីវិតទាំងមូលដោយភាពស្ងប់ស្ងាត់និងរឹងមាំជានិច្ចវិន័យរបស់អ្នកនៅថ្ងៃនេះនឹងក្លាយជាអាវក្រោះការពារអ្នកពីភាពបរាជ័យនៅថ្ងៃស្អែកត្រូវចាំថាជោគជ័យដ៏អស្ចារ្យមិនមានកើតចេញពីការធ្វើរឿងធំដុំចេញពីពេលតែមួយនោះទេប៉ុន្តែវាជាផលបូកពីកិច្ចការតូចៗដែលធ្វើឡើងដោយវិន័យជាប់លាប់ជារៀងរាល់ថ្ងៃរហូតដល់វាក្លាយជាកម្លាំងដែលគ្មានអ្វីមកបំបែកបានឡើយដូច្នេះចូលធ្វើឲ្យវិន័យក្លាយជាដង្ហើមចេញចូលរបស់អ្នកនិងធ្វើឲ្យការគ្រប់គ្រងរបស់អ្នកក្លាយជាមរណភាពខ្ពស់បំផុតវិន័យរបស់អ្នកគឺជាអាវុធដ៏អស្ចារ្យដែលអ្នកមានក្នុងដៃដើម្បីកសាងអនាគតរបស់អ្នកជ្រើសរើសបរិយាកាសល្អនៅក្នុងលោកនេះបរិយាកាសដែលយើងរស់នៅនិងអ្នកនៅក្បែរគឺជាអ្នកកំណត់ក្នុងគំនិតរបស់អ្នកចិត្តរបស់អ្នកប្រៀបដូចជាគ្រាប់ពូជដ៏មានសក្តានុពលបំផុតដែលត្រៀមនឹងដុះប៉ុន្តែទោះបីជាគ្រាប់ពូជនោះល្អយ៉ាងណាក៏ដោយប្រសិនបើវាដាក់ដាំនៅក្នុងដីដែលហួតហែងខ្វះជីវជាតិពោពេញដោយជាតិពុលនោះវាគ្មានថ្ងៃឬលូតលាស់បានឡើយថាមពលនៃបរិយាកាសជុំវិញខ្លួនមានឥទ្ធិពលខ្លាំងជាងការតាំងចិត្តរបស់អ្នកទៅទៀតបើអ្នកនៅតែនៅក្បែរមនុស្សចូលចិត្តរអ៊ូរទាំចេះតែរិះគន់និងពូកែបង្អាក់ទឹកចិត្តនោះប្រកាសណាស់ថាអាវុធនៅក្នុងចិត្តរបស់អ្នកនឹងប្រែជាសឹកអស់ហើយអ្នកនឹងសង្ស័យលើខ្លួនឯងដោយមិនដឹងខ្លួនអ្នកត្រូវមានភាពក្លាហានលុបបំបាត់បរិយាកាសជុំវិញខ្លួនឲ្យមានភាពវិជ្ជមានអ្នកត្រូវដឹងថាការបរិយាកាសមិនមែនត្រឹមតែទីកន្លែងដែលអ្នករស់នៅទេប៉ុន្តែវាមានន័យដល់អ្វីដែលអ្នកមើលឃើញអ្វីដែលអ្នកស្ដាប់និងមនុស្សដែលអ្នកសន្ទនាជាមួយជារៀងរាល់ថ្ងៃគ្រប់អ្វីដែលចូលមកតាមវិញ្ញាណទាំង5របស់អ្នកគឺជាអាហារដែលចិញ្ចឹមជីវិតចិត្តគំនិតរបស់អ្នកបើអ្នកចង់ឲ្យចិត្តរបស់អ្នកក្លាយជាអាវុធដ៏មុតស្រួយអ្នកត្រូវតែដាក់ខ្លួនឲ្យស្ថិតនៅក្នុងបរិយាកាស
ដែលជំរុញឲ្យអ្នកកាន់តែរីកចម្រើនកន្លែងដែលពោរពេញដោយក្តីសង្ឃឹមនិងមនុស្សដែលមានចក្ខុវិស័យវែងឆ្ងាយព្រោះថាថាមពលនៃភាពជោគជ័យអាចឆ្លងគ្នាបានអ្នកត្រូវដឹងថាភាពខុសគ្នារវាងអ្នកឈ្នះនិងអ្នកចាញ់ជួនកាលមិនមែនស្ថិតនៅលើសមត្ថភាពពីកំណើតនោះទេតែស្ថិតនៅលើអ្នកណាដែលពួកគេជ្រើសរើសមជ្ឈដ្ឋានជុំវិញខ្លួនផ្ដល់អំណាចស្មារតីរបស់ពួកគេអ្នកត្រូវហ៊ានចាក់ចេញពីតំបន់ដែលអ្នកមានអារម្មណ៍ថាទន់ខ្សោយទោះបីកន្លែងនោះជាតំបន់សុខស្រួលរបស់អ្នកក៏ដោយគ្មានអ្នកណាអាចរីកចម្រើននៅក្នុងតំបន់សុខស្រួលដែលពោរពេញដោយភាពអវិជ្ជមានបានឡើយចូលធ្វើឲ្យបរិយាកាសរបស់អ្នកក្លាយជាទីពឹងដ៏រឹងមាំដែលចាំជួយលើកទឹកចិត្តអ្នករាល់ពេលដែលអ្នកហត់នឿយនិងធ្វើឲ្យចិត្តរបស់អ្នកកាន់តែមានសន្តិភាពដើម្បីបញ្ចេញនូវបញ្ញាដ៏អស្ចារ្យចេញមកខាងក្រៅអាវុធដែលល្អត្រូវការកន្លែងថែរក្សាល្អហើយដ៏អស្ចារ្យត្រូវការបរិយាកាសដែលល្អបំផុតផងដែរដូច្នេះត្រូវចេះជ្រើសរើសក្នុងការរស់នៅនិងកន្លែងដែលផ្ដល់ពេលវេលាព្រោះថាបរិយាកាសដែលត្រឹមត្រូវនឹងធ្វើឲ្យផ្លូវឆ្ពោះទៅរកក្តីស្រមៃរបស់អ្នកកាន់តែងាយស្រួលនិងពេញដោយក្តីសង្ឃឹមត្រូវចាំថាអ្នកគឺជាផលបូកនៃមនុស្ស5នាក់ដែលនៅក្បែរអ្នកច្រើនបំផុតនិងបរិយាកាសដែលអ្នកជ្រើសរើសក្នុងការរស់នៅរាល់ថ្ងៃដូច្នេះចូលជ្រើសរើសឲ្យបានល្អដើម្បីឲ្យចិត្តរបស់អ្នកក្លាយជាអាវុធដែលគ្មានអ្វីមកបំបាក់បានឡើយក្នុងដំណើរជីវិតដ៏អស្ចារ្យមួយនេះនៅក្នុងโลกនេះភាពជោគជ័យមិនមែនជាអាថ៌កំបាំងដែលកើតឡើងដោយចៃដន្យនោះទេតែវាជាលទ្ធផលនៃយុទ្ធសាស្ត្រនិងការរៀបចំប្រព័ន្ធនិងគំនិតដែលត្រឹមត្រូវភាពជោគជ័យតែងតែបន្សល់ទុកនៅដែនឲ្យយើងដើរតាមប្រសិនបើអ្នកចង់ក្លាយជាមនុស្សម្នាក់ដែលអស្ចារ្យអ្នកមិនចាំបាច់ចំណាយពេលវេលារាប់សិបឆ្នាំដើម្បីសាកល្បងខុសដល់ខ្លួនឯងទេរហូតដល់អស់កម្លាំងចិត្តនោះឡើយប៉ុន្តែអ្នកអាចរៀនសូត្រពីបទពិសោធន៍ការឈឺចាប់និងការសម្រេចចិត្តរបស់មនុស្សដែលទៅដល់គោលដៅមុនអ្នករួចទៅហើយអ្នកត្រូវចាំថាការរៀនតាមមនុស្សជោគជ័យមិនមែនមានន័យថាជាមនុស្សចម្លងជីវិតរបស់គេទាំងស្រុងឬការរស់នៅក្រោមស្រមោលរបស់គេប៉ុណ្ណោះទេតែវាជាការសិក្សាដ៏ស៊ីជម្រៅពីគ្រឹះពីគំនិតថានៅពេលដែលពួកគេជួបឧបសគ្គធំតើពួកគេគិតចឹងដូចម្ដេចតើពួកគេប្រើប្រាស់ពាក្យពេចន៍អ្វីដើម្បីលើកទឹកចិត្តខ្លួនឯងតើពួកគេមានទម្លាប់ប្រចាំថ្ងៃដូចម្ដេចដើម្បីថែរក្សាចិត្តឲ្យនៅតែរឹងមាំជានិច្ចអាវុធក្នុងចិត្តរបស់អ្នកនឹងកាន់តែមានអានុភាពពេលអ្នកចេះចកចំណុចខ្លាំងរបស់បុគ្គលជោគជ័យជាច្រើនមកច្របល់បញ្ចូលគ្នាដើម្បីបង្កើតជាអត្តសញ្ញាណផ្ទាល់ខ្លួនរបស់ខ្លួនឯងចូលឈប់ខ្ជះខ្ជាយពេលវេលាដើរទៅមុខដោយងងឹតងងល់ប៉ុន្តែត្រូវប្រើប្រាស់ពេលវេលានោះមកអភិវឌ្ឍដោយអានសៀវភៅស្ដាប់វីដេអូរបៀបនេះរៀនសង្កេតពីសកម្មភាពរបស់មហាសេដ្ឋីនិងអ្នកដឹកនាំលំដាប់ពិភពលោកព្រោះរាល់ពាក្យសម្ដីរបស់ពួកគេជាមេរៀនមាសដែលបានដកហាត់ដោយការឈឺចាប់និងការតស៊ូនៅពេលដែលអ្នកមានគំរូវានឹងជួយឲ្យអ្នកមានទំនុកចិត្តព្រោះនៅពេលដែលអ្នកយល់ថាមានមនុស្សម្នាក់ធ្លាប់ឆ្លងកាត់ការលំបាកហើយគេនៅតែជោគជ័យបាននោះខួរក្បាលរបស់អ្នកនឹងប្រាប់អ្នកថាគេធ្វើបានខ្ញុំក៏ធ្វើបានដូចគ្នាដែរនេះហើយគឺជាការផ្ទេរនៅថាមពលជំនឿតាមរយៈការរៀនសូត្រចូលធ្វើឲ្យខ្លួនឯងដូចជាទឹកកន្លះកែវត្រៀមទទួលយកនៅបញ្ញានិងយុទ្ធសាស្ត្រថ្មីៗជានិច្ចអ្នកដែលឈប់រៀនសូត្រគឺជាអ្នកដែលដើរថយក្រោយបាត់ទៅហើយអ្នកត្រូវចាំថាអាវុធដ៏ខ្លាំងបំផុតគឺជាអាវុធដែលត្រូវលម្អតាមរយៈបទពិសោធន៍របស់អ្នកជោគជ័យដូច្នេះត្រូវចេះជ្រើសរើសរៀនពីមនុស្សផ្ដល់កម្លាំងចិត្តនិងចេះពង្រីកចក្ខុវិស័យរបស់អ្នកឲ្យកាន់តែធំទូលាយការដើរតាមដានជើងរបស់អ្នកជោគជ័យធានាថាអ្នកមិនវង្វេងផ្លូវក្នុងសមរភូមិដ៏ស្មុគស្មាញនេះឡើយ។